រៀនហើយហៅជឺចេញពីរៀនហើយហៅជឺមិនហ្នឹងផ្ទាំងពិន្ទុខ្ញុំរៀបចំរួចហើយដឹងហើយរកឯងថ្ងៃនេះមិនមែនរឿងនឹងទេខែក្រោយមានប្រឡងត្រូវរកវិញ្ញាសានិងចម្លើយគ្រប់មុខវិជ្ជាឲ្យបានខ្ញុំមិននឹងដឹងវិញ្ញាសានិងចម្លើយទៅកុំធ្វើល្ងងបើឯងចូល server សាលាទៅមិនដឹងអស់ហើយអីមិនអាចទេ server នឹងសុទ្ធតែដាក់កូដសម្ងាត់កុំនិយាយច្រើនឲ្យឯងធ្វើទៅពួកយើងដឹងថាឯងមានសមត្ថភាពអាប់ទាំងពិន្ទុកន្លែងលេងហ្គេមលើកមុនឯងមិនមែនធ្វើបានយ៉ាងរលូនទេអីលើកនេះក៏ដូចគ្នាធ្វើកុំឲ្យនរណាដឹងឲ្យសោះហានិភ័យខ្ពស់ណាស់គេនឹងតាមដានអ៊ីបឃើញខ្ញុំនឹងត្រូវគេដេញចេញបើឯងធ្វើមិនបានទេកុំចាំសាលាដេញឯងចេញពួកយើងឲ្យឯងដេកពេទ្យប៉ុន្មានខែសិនម្យ៉ាងទៀតបើរឿងនេះសម្រេចខែក្រោយមិនបាច់បង់លុយការពារទេខ្ញុំនឹងសាកមើលអញ្ចឹងទើបត្រូវ3ថ្ងៃគ្រប់គ្រាន់អត់តិចពេលណាស់យ៉ាងហោចណាស់ក៏1អាទិត្យដែរបាន1អាទិត្យគឺ1អាទិត្យ1អាទិត្យក្រោយជួបគ្នានៅទីនេះពួកយើងចង់ឃើញរបស់នោះត្រូវតែពេញលេញណាកុំមកបោកពួកយើងតោះរួចរាល់ទៅញ៉ាំបាយអញអ្នកប៉ាវទៅញ៉ាំស៊ុបសុនហាវរ៉ានសៀវខ្ញុំឃើញអស់ហើយមនុស្ស2នាក់នៅមុខខ្លោងទ្វារសាលានោះខ្ញុំអាចជួយអញបានឯងមានន័យថាម៉េចខ្ញុំអាចជួយឯងកុំឲ្យពួកនោះមករកអុកលុកឯងទៀតតែជាលក្ខខណ្ឌបដូរវិញឯងត្រូវតែជួយដោះកូដឯកសារមួយឲ្យខ្ញុំអរគុណពួកគេមិនបានមករកអុកលុកខ្ញុំទេខ្ញុំមានវិធីដោះស្រាយខ្លួនឯងហើយខ្ញុំទៅមុនហើយសៀវបងមិនបានមកទីនេះគឺម៉ាក់ណាគាត់នឹកឯងគាត់ខ្លាចឯងនៅផ្ទះត្រកូលឡុងមិនសប្បាយចិត្តចេះឲ្យបងមកមើលឯងខ្ញុំក៏នឹកបងនឹងម៉ាក់ដែរចាំខ្ញុំចាត់ចែងរឿងរួចរាល់ខ្ញុំនឹងត្រឡប់ទៅលេងអ្នកទាំងអស់គ្នាបងដឹងហើយបងអញ្ចឹងខ្ញុំចូលក្នុងសិនហើយអ្នកទាំងអស់គ្នាមិនបាច់បារម្ភពីខ្ញុំទេចាំ2ថ្ងៃទៀតខ្ញុំត្រឡប់ទៅញ៉ាំបាយជុំគ្នាទៅលេងអ្នកទាំងអស់គ្នាហើយអូខេទៅចុះអីសៀវមិននឹងបងស្ទើរតែភ្លេចរឿងសំខាន់ទៅហើយនេះគឺគៀវដែលម៉ាក់ខ្ចប់ឲ្យឯងជារបស់ដែលឯងចូលចិត្តញ៉ាំជាងគេបន្តិចទៀតឃ្លានញ៉ាំទៅណាអញ្ចឹងខ្ញុំទៅហើយសៀវបងនិងម៉ាក់គឺជាបង្អែកដ៏រឹងមាំបំផុតរបស់ឯងចាំទុកណាចាំហើយបានហើយឆាប់ទៅសៀវមកដល់ហើយមានដំណឹងល្អប្រាប់ឯងពានរង្វាន់ Lion City របស់ពួកយើងការប្រកួតប្រដាល់ចិត្តចាប់ផ្ដើមហើយសាលាយើងសម្រេចចិត្តបញ្ជូនឯងឲ្យធ្វើជាតំណាងទៅចូលរួមប្រកួតប៉ុន្តែខ្ញុំសៀវកុំប៉ុន្តែអីនេះជាឱកាសកម្រមានណាស់ណាឯងត្រូវដឹងថាពានរង្វាន់ Lion City គឺជាការប្រកួតប្រដាល់ដ៏សំខាន់បំផុតក្នុងប្រទេសយើងហើយមានការចាប់អារម្មណ៍ខ្លាំងណាស់ឯងសាកគិតមើលបើឯងអាចទទួលបានចំណាត់ថ្នាក់និងមានស្ថាប័នល្អជាច្រើនដណ្ដើមគ្នាចង់បានឯងមិនខានគ្រូជឿជាក់លើសមត្ថភាពរបស់ឯងមិនបាច់និយាយដល់បានជើងឯកទេត្រឹមយកពានរង្វាន់មួយគឺគ្មានបញ្ហាទេសៀវការដណ្ដើមកិត្តិយសជូនសាលាគឺពឹងលើឯងហើយFirewall ប្រព័ន្ធក្រាស់ជាងការគិតទៅទៀតឆ្លងផុតវគ្គទី1ហើយកំណត់ត្រាតាមដានត្រូវតែក្លែងបន្លំប្រវត្តិចូលកុំភ័យអីសល់តែមួយជំហានចុងក្រោយទៀតទេ Server Backup របស់ប្រព័ន្ធកិច្ចការសាលាផូតគឺរួចរាល់ហើយយករឿងនេះឲ្យពួកវាទៅខ្ញុំក៏អាចគេចផុតពីពួកវាដែរឯងពិតជាគិតច្បាស់ហើយមែនទេដែលជួយពួកនោះ